នៅពេលដែលឥទ្ធិពលរបស់អាមេរិកកំពុងតែជាប់ផុងចិនបានសង្កេតឃើញគ្រប់យ៉ាងតែអត់ហ៊ានលោតផ្ដេសផ្ដាស់ទេដោយសារមានកង្វល់រឿងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈតួលេខបំប៉ោងចិនក៏មិនហ៊ានបង្កើតចលាចលនៅតៃវ៉ាន់ដែរគ្រាន់តែទប់ទល់តែប៉ុណ្ណោះអ្វីដែលចិនឃើញគឺការជាប់ផុងរបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាផ្ដល់ឱកាសឲ្យចិនបានខ្លះតែចិនទោះបីមាននាវាចម្បាំងច្រើនជាងអាមេរិកក៏ដោយក៏មិនអាចនឹងរៀបក្បួនទៅចាប់យកភូមិសាស្ត្រនយោបាយនៅមជ្ឈមបូព៌ាបានទេយ៉ាងណាក៏ចិនខំប្រឹងប្រែងពង្រីកនៅចំនួនកម្លាំងរបស់ខ្លួនក្នុងគោលដៅចង់បានភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឈូងសមុទ្រនិងប្រទេសអ៊ៃរ៉ាន់ដែរតែមិនទាន់ធ្វើបានដោយសារប្លង់ជាអំណាចភូមិសាស្ត្រនយោបាយរបស់ចិននៅខ្ចីហើយនឹងផុយស្រួយពេកជាវិបត្តិដែលចិនជួបប្រទះ